Johann ម៉ង់ដែលកើតនៅថ្ងៃ20 កក្កដា 1822 និងស្លាប់នៅថ្ងៃ6 មករា 1884 គាត់ជាអ្នកវិទ្យាសាស្ត្រជនជាតិអូទ្រីសតែនិយាយភាសាអាល្លឺម៉ង់ ម៉ង់ដែលបានកើតនៅក្នុងគ្រួសារកសិករមួយនៅភូមិ Hensender តំបន់ស៊ីសៀននៃចក្រភពអូទ្រីសដែលសព្វថ្ងៃជាផ្នែកមួយនៃសាធារណរដ្ឋឆែក គាត់ត្រូវបានគេទទួលស្គាល់ថាជាបិតាស្ថាបនិកនៃវិទ្យាសាស្ត្រពិន្ទុវិទ្យាឬ Genetic ស្នាដៃគាត់ត្រូវបានរកឃើញនៅចន្លោះឆ្នាំ 1856 និង 1863 ដែលគាត់បានធ្វើការបង្កាត់សណ្ដែកពណ៌និងភាពរស់ផ្សេងៗទៀតហើយបានចងក្រងនិងបង្កើតបានជាច្បាប់ដំណពូជឬយើងហៅថាជាច្បាប់នៃមរតកម៉ង់ដែលម៉ង់ដែលគាត់ជាកូនប្រុសរបស់លោកអង្គទូនីសនិងអ្នកស្រីរ៉ូស៊ីនម៉ង់ដែលមានបងស្រីចាស់ម្នាក់ឈ្មោះថាវេរ៉ូនីកានិងម្នាក់ទៀតឈ្មោះថាថេរេសាពួកគេបានរស់នៅនិងធ្វើការនៅក្នុងកសិដ្ឋានមួយដែលត្រូវបានគ្រប់គ្រងដោយគ្រួសាររបស់ម៉ង់ដែលយ៉ាងហោចណាស់130ឆ្នាំហើយផ្ទះដែលម៉ង់ដែលកើតនោះឥឡូវក្លាយជាសារមន្ទីរដែលគេឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ម៉ង់ដែលនៅក្នុងវ័យកុមារភាពរបស់គាត់ម៉ង់ដែលបានធ្វើការជាអ្នកថែសួននិងចិញ្ចឹមឃ្មុំកាលនៅក្មេងគាត់បានចូលរៀននៅកន្លែងហាត់ប្រាណមួយនៅអូវ៉ាគាត់ត្រូវបានឈប់សម្រាក4 ខែក្នុងអំឡុងពេលសិក្សានៅក្លឹបហាត់ប្រាណដោយសារជំងឺចាប់ពីឆ្នាំ 1840 ដល់ឆ្នាំ 1843 គាត់បានសិក្សាទស្សនវិជ្ជានិងទ្រឹស្ដីជាក់ស្ដែងរួមទាំងមុខវិជ្ជារូបវិទ្យាផងដែរនៅវិទ្យាស្ថានទស្សនវិទូនៃសាកលវិទ្យាល័យអូឡ িম্প ិកហើយគាត់ត្រូវបានឈប់សម្រាកមួយឆ្នាំទៀតដោយសារតែមានជំងឺពេលនោះម៉ង់ដែលគឺជាសិស្សពូកែម្នាក់គាត់ក៏បានតស៊ូរៀនសូត្រទាំងខ្វះខាតផ្នែកហិរញ្ញវត្ថុដើម្បីចំណាយសម្រាប់ការសិក្សារបស់គាត់តែបងស្រីថេរេសារបស់គាត់ក៏បានជួយចេញថ្លៃសិក្សារបស់ម៉ង់ដែលខ្លះៗផងដែរហើយក្រោយមកម៉ង់ដែលក៏បានជួយឧបត្ថម្ភកូនប្រុស3 នាក់របស់បងស្រីគាត់ដែល2 នាក់បានក្លាយទៅជាលោកគ្រូពេទ្យក្រោយមកគាត់បានបួសជាបុព្វជិតហើយក៏ជាផ្នែកមួយដែលអាចឲ្យគាត់ទទួលបានការអប់រំដោយមិនចាំបាច់ចំណាយប្រាក់ក្នុងនាមជាកូនប្រុសរបស់កសិករដែលជួបការលំបាកក្នុងវិថីជីវិតរបស់គាត់តែងតែចងចាំនូវពាក្យពេចន៍គ្រួសារជានិច្ចគឺការតស៊ូប្រឹងប្រែងជាមធ្យោបាយនៃការរស់នៅប្រចាំជីវិតគាត់ត្រូវបានគេដាក់ឈ្មោះឲ្យថា Cracker នៅពេលដែលគាត់បួសជាបុព្វជិត Augustine នៅពេលម៉ង់ដែលចូលមហាវិទ្យាល័យទស្សនវិជ្ជានាយកដ្ឋានប្រវត្តិសាស្ត្រធម្មជាតិនិងកសិកម្មដែលដឹកនាំដោយ Johann Callnester បានដឹកនាំធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយអំពីលក្ខណៈដំណពូជរបស់រុក្ខជាតិនិងសត្វជាពិសេសសត្វចៀមហើយពេលនោះដែរគាត់ពេញចិត្តនឹងការងាររបស់គាត់ខ្លាំងណាស់តាមការណែនាំរបស់គ្រូរូបវិទ្យារបស់គាត់ឈ្មោះ Friedrich Franzer ម៉ង់ដែលបានចូលទៅកាន់វិហារ Brno ហើយបានចាប់ផ្ដើមបណ្ដុះបណ្ដាលជាសង្ឃ Johann ម៉ង់ដែលគាត់បានយកឈ្មោះ Cracker ពេលចូលក្នុងជីវិតសាសនាម៉ង់ដែលបានធ្វើជាគ្រូជំនួសនៅវិទ្យាល័យនៅឆ្នាំ 1850 គាត់បានបរាជ័យប្រឡងផ្ទាល់មាត់ដែលជាផ្នែកចុងក្រោយនៃ3 ផ្នែកសម្រាប់ការប្រឡងរបស់គាត់ដើម្បីឲ្យក្លាយជាគ្រូវិទ្យាល័យពេញសិទ្ធិនៅឆ្នាំ 1851 គាត់ត្រូវបានគេបញ្ជូនទៅសាកលវិទ្យាល័យវីយ៉ែនណាដើម្បីសិក្សាមុខវិជ្ជារូបវិទ្យានិងសរីរវិទ្យារុក្ខជាតិក្រោមការឧបត្ថម្ភរបស់ Abricivin Nicknack ដូច្នេះគាត់អាចទទួលបានការអប់រំជាផ្លូវការបន្ថែមទៀតនៅវីយ៉ែនណាសាស្ត្រាចារ្យរូបវិទ្យារបស់គាត់គឺ Christoph Dobler នៅឆ្នាំ 1853 ក្នុងនាមជាគ្រូបង្រៀនមូលដ្ឋានរូបវិទ្យានៅឆ្នាំ 1856 លោកបានប្រឡងក្លាយជាគ្រូពេញសិទ្ធិតែក៏ត្រូវបានបរាជ័យផ្នែកផ្ទាល់មាត់ម្ដងទៀតដែរនៅឆ្នាំ 1867 លោកត្រូវបានគេបោះឆ្នោតឲ្យក្លាយជាព្រះចៅអធិការវត្តបន្ទាប់ពីគាត់ត្រូវបានដំឡើងឋានៈជាព្រះចៅអធិការនៅឆ្នាំ 1868 ការងារវិទ្យាសាស្ត្ររបស់គាត់ត្រូវបានបញ្ចប់
ភាគច្រើនដោយសារម៉ងដែលទទួលបន្ទុកហួសហេតុលើទំនួលខុសត្រូវរដ្ឋបាលជាពិសេសមានចំនួនជាមួយនឹងរដ្ឋាភិបាលស៊ីវិលជុំវិញការប៉ុនប៉ងដាក់ពន្ធពិសេសលើស្ថាប័នសាសនានៅឆ្នាំ 1856 ម៉ងដែលបានបង្ហាញជាលើកដំបូងពីការបង្កាត់អ៊ីប្រិតសណ្តែកហូឡង់ហើយមានអ្នកវិទ្យាសាស្ត្រប្រហែល40នាក់បានស្ដាប់ការពន្យល់ពីការបញ្ជូនលក្ខណៈដំណពូជរបស់រុក្ខជាតិក៏ប៉ុន្តែពួកគេហាក់ដូចជាស្ដាប់មិនយល់អំពីស្នាដៃរបស់ម៉ងដែលទាល់តែសោះក្រោយមកគាត់បានធ្វើការឆ្លើយឆ្លងជាមួយនឹង Carnegie ដែលជាជីវវិទូឈានមុខគេនៅសម័យនោះក៏ប៉ុន្តែ Carnegie ក៏មិនបានចូលរួមហើយក៏មិនបានកោតសរសើរចំពោះការរកឃើញរបស់ម៉ងដែលដែរនៅពេលខ្លះម៉ងដែលច្បាស់ជាមានការសង្ស័យនិងស្ដាយអំពីការងាររបស់គាត់ក៏ប៉ុន្តែគាត់តែងតែរអ៊ូថាទេពេលវេលារបស់ខ្ញុំមកដល់ហើយម៉ងដែលបានទទួលមរណភាពនៅថ្ងៃទី6 ខែមករាឆ្នាំ 1884 ក្នុងជន្មាយុ61ឆ្នាំនៅវិហារ Brno ម៉ូរាវីប្រទេសអូទ្រីហុងគ្រីឥឡូវជាផ្នែកមួយនៃសាធារណរដ្ឋឆេកដោយសារជំងឺសរសៃប្រសាទរ៉ាំរ៉ៃនិងគ្រោះក្នុងតម្រងនោមបន្ទាប់ពីបានសគត់របស់ម៉ងដែលអាចារ្យនៅទីនោះបានដុតក្រដាសទាំងអស់ចំពោះការប្រមូលទិន្នន័យរបស់ម៉ងដែលដើម្បីបញ្ជាក់ពីការបញ្ចប់ជម្លោះលើការយកពន្ធរបស់រដ្ឋស្នាដៃដ៏មានសារៈសំខាន់របស់គាត់មិនត្រូវបានគេទទួលស្គាល់នោះទេរហូតដល់ដើមទសវត្សរ៍ទី20ជាមួយនឹងការរកឃើញឡើងវិញនៃច្បាប់របស់គាត់គឺមានអ្នកវិទ្យាសាស្ត្រ3រូបរួមមាន Eric Schema ជនជាតិអូទ្រីស Hugo de Vries ជនជាតិហូឡង់ Carl Courant ជនជាតិអាល្លឺម៉ង់បានបញ្ជាក់ដោយឯករាជ្យនៅការពិសោធន៍ជាច្រើននៃការរកឃើញរបស់ម៉ងដែលជាយុគសម័យពិន្ទុវិទ្យានៅឆ្នាំ 1900 ការស្រាវជ្រាវរបស់ Hugo de Vries និង Carl Courant បានរកឃើញឡើងវិញនៅសំណេរនិងច្បាប់របស់ម៉ងដែលពួកគេទាំងពីរបានទទួលស្គាល់ស្នាដៃជាអត្ថិភាពរបស់ម៉ងដែលហើយដំបូងប្រហែលជា de Vries មិនយល់ពីលទ្ធផលដែលគាត់បានរកឃើញនោះទេនៅពេលដែលគាត់អានច្បាប់ម៉ងដែលទោះបីជា Eric Schema ដើមឡើយត្រូវបានគេទទួលស្គាល់ថាបានរកឃើញសារជាថ្មីក៏ដោយនេះមិនត្រូវបានយកមកទៀតទេព្រោះថាគាត់មិនយល់ពីច្បាប់របស់ម៉ងដែលផងទោះបីជា de Vries ក្រោយមកបាត់បង់ចំណាប់អារម្មណ៍លើច្បាប់របស់ម៉ងដែលក៏ដោយក៏អ្នកវិទ្យាសាស្ត្រដទៃទៀតចាប់ផ្ដើមបង្កើតពិន្ទុវិទ្យាទំនើបជាមុខវិជ្ជាវិទ្យាសាស្ត្រផងដែរក្រោយមកអ្នកវិទ្យាសាស្ត្រទាំង3ដែលបានមកពីប្រទេសផ្សេងគ្នានោះបានរួមគ្នាបោះពុម្ពផ្សាយឡើងវិញនៅស្នាដៃរបស់ម៉ងដែលក្នុងរយៈពេល2ខែនៅនីតិខៈរដូវឆ្នាំ 1900 លទ្ធផលរបស់ម៉ងដែលត្រូវបានគេចម្លងយ៉ាងឆាប់រហ័សហើយជីវវិទូបានប្រមូលផ្ដុំទ្រឹស្ដីរបស់គាត់ឡើងវិញទោះបីជាពេលខ្លះវាមិនទាន់ត្រូវបានអនុវត្តចំពោះបាតុភូតជាច្រើនក៏ដោយក៏ប៉ុន្តែវាក៏បានជួយចង្អុលបង្ហាញដល់ការសិក្សាអំពីហ្សែននៃដំណពូជរបស់ភាវរស់ផងដែរហើយក៏ជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ការសិក្សានៅជំនាន់ក្រោយៗផងដែរ